គោរពជំរាបសួរពុកម៉ែបងប្អូនវិលមកជួបគ្នាសារជាថ្មីជាមួយនឹង Channel សំណាង Cooking ថ្ងៃនេះ Channel សំណាង Cooking មានមុខម្ហូបមួយមកចែកម្លែកពុកម៉ែបងប្អូនគឺញាំស្ដៅហើយស្ដៅថ្ងៃនេះខ្ញុំទិញបានមួយដុំបាទមួយដុំនេះដោយសារវាល្ងាចដែរហើយគេលក់ប្រហើយផងបាទមួយដុំហ្នឹងគឺ3000បាទហើយអ្នកចងស្ដៅនិយាយថាចេះពុកម៉ែបងប្អូនបាទនៅខាងក្រៅសិតតែផ្កាដល់ពេលគាត់ដល់ស្រ័យកស៊ូចេញបាទស្លឹកសុតហ្នឹងហើយថ្ងៃនេះមកចែកម្លែកពុកម៉ែបងប្អូនជាមួយនឹងការញាំស្ដៅជាមួយនឹងត្រីឆ្អើរហើយនឹងសាច់ជ្រូក3ជាន់បាទហើយលាយមីសួរបន្តិចដែរដោយសារនៅផ្ទះមានមីសួរមួយដុំអញ្ចឹងដាក់ថែមមីសួរតិចទៅហើយញាំស្ដៅអត់ពិបាកធ្វើទេពុកម៉ែបងប្អូនបាទយើងដាំទឹកស្រស់ស្ដៅតិចមកកុំឲ្យល្វីងហើយយើងដាក់សាច់ជ្រូកស្ងោរអញ្ចឹងទៅបាទដាក់អំបិលចូលបន្តិចទៅហើយបន្ទាប់មកគឺយើងមកចិតបន្លែបាទហើយបន្លែញាំស្ដៅខ្ញុំថ្ងៃនេះមានត្រសក់ប៉េងប៉ោះជីគ្រប់មុខនឹងផ្កាស្ដៅហើយយើងបន្ថែមជាមួយនឹងខ្ទឹមក្រហមបន្តិចមកបាទហើយញាំស្ដៅថ្ងៃនេះគឺខ្ញុំញាំជាមួយនឹងសោះរបស់វាគឺទឹកប្រហុកបាទទឹកប្រហុកជាមួយនឹង7ទុំបាទហើយប្រហុកគឺយើងជ្រុំវាចឹងតិចមកបាទដួសទឹកដែលយើងស្ងោរសាច់ជ្រូកហ្នឹងជ្រុំវាតិចមកដើម្បីឲ្យវាឈ្ងុយហើយនឹង7ទុំគឺយើងដួសទឹកក្តៅ5វាតិចចឹងមកបាទឥឡូវគ្រឿងផ្សំរបស់យើងគឺរួចរាល់ហើយឥឡូវយើងចាប់ដើមដាក់ញាំទាំងអស់គ្នាពុកម៉ែបងប្អូនបាទយើងដាក់ខ្ទឹមសបន្តិចទៅបាទហើយសាច់ជ្រូកដែលយើងស្ងោរឆ្អិនមិញហ្នឹងគឺយើងហាន់វាបែបហ្នឹងទៅបាទហើយយើងដាក់ត្រីឆ្អើរដាក់អីចូលយើងដាក់ទឹកប្រហុកបាទទឹកប្រហុកសម្រាប់ញាំមួយចាននេះគឺខ្ញុំប្រើប្រហុកសាច់បាទអញ្ចឹងទឹកប្រហុកខ្ញុំប្រើ3-4ស្លាបព្រាបាយទៅបាទហើយនឹងទឹកអំពិលទុំខ្ញុំប្រើ3-4ស្លាបព្រាបាយដូចគ្នាបាទយើងច្បល់មើលភ្លក់មើលជាក់ស្ដែងទៅពុកម៉ែបងប្អូនបាទព្រោះថាបន្លែយើងតាមតិចតាមច្រើនអញ្ចឹងរសជាតិវាអាចនឹងដិតហើយនឹងរាងស្រាលអីតាមហ្នឹងអញ្ចឹងយើងអាចថែមថយម្សៅស៊ុបឬក៏ប៊ីចេងស្ករអីតាមហ្នឹងតិចតួចទៀតទៅបាទហើយបន្តមកគឺយើងដាក់ស្ដៅដាក់ត្រសក់ដាក់អីចូលច្បល់ឲ្យសព្វជាមួយនឹងនេះមកចុងក្រោយគឺយើងដាក់មីសួរបាទមីសួរហ្នឹងគឺយើងត្រាំទឹកវាឲ្យវារីកមកបាទហើយបើបងប្អូនចង់លឿនមីសួរនេះគឺយើងស្រុះទឹកក៏បានដែរស្រុះជាមួយនឹងទឹកក្តៅអ៊ុនៗបាទស្រុះវារៀងរីកបន្តិចមកបានយើងស្រង់វាចេញដាក់ត្រាំជាមួយនឹងទឹកត្រជាក់ទៅបាទហើយយកវាមកកាត់ហើយដាក់យកមកញាំលាយអញ្ចឹងទៅបាទពុកម៉ែបងប្អូនឥឡូវរួចរាល់ហើយទំនងនេះពុកម៉ែបងប្អូនបាទមុខម្ហូបមួយមុខនេះគឺថាងាយធ្វើហើយក៏លឿនដែរបាទពុកម៉ែបងប្អូនសាកធ្វើញ៉ាំបានហើយគាត់ជួនរដូវនេះគឺជារដូវដើមដៃនៃការស្ដៅបាទអញ្ចឹងវារៀងថ្លៃបន្តិចបាទតែបើបងប្អូនចង់ញ៉ាំអាចធ្វើញ៉ាំទៅបាទហើយវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនដែលទស្សនាវីដេអូពីដើមដល់ចប់ហើយជួយចែកម្លែកម្នាក់មួយផងបាទអរគុណជួបគ្នានៅវីដេអូក្រោយៗទៀត